foundation is our theory ប៉ុន្តែ experience នៅពេលដែលយើង expose ឬក៏យើងជជែកជាមួយគេយើងបានកំណត់ផ្សេងៗគ្នាហ្នឹងវាធ្វើឲ្យយើងបង្កើតទៅជា creativity ដែលយើងអាចច្នៃវាទៅជានវានុវត្តន៍ការ apply technology នៅក្នុងវិស័យផ្សេងៗនឹងឯងសូមស្វាគមន៍មកកាន់ podcast ទី2របស់ Career Post ដែលមានឈ្មោះថា EU Alumni Voice ហើយ podcast នេះផងដែរនឹងបង្ហាញអំពីដំណើរជីវិតនៃការសិក្សារបស់ Cambodian Alumni នៅសហភាពអឺរ៉ុបក៏ដូចជាការប្រើប្រាស់នៅចំណេះដឹងដែលបានសិក្សាមកអនុវត្តដើម្បីឲ្យមានការផ្លាស់ប្ដូរនៅក្នុងសហគមន៍របស់ពួកគាត់ហើយខ្ញុំសុនីតានឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ជាមួយនឹងបុគ្គលម្នាក់ដែលមានការលេចធ្លោនៅក្នុងវិស័យអប់រំនិងបច្ចេកវិទ្យាហើយគាត់នឹងចែករំលែកអំពីបទពិសោធន៍ដែលបានសិក្សានៅសហភាពអឺរ៉ុបនិងការងារការគ្រប់គ្រងរបស់គាត់អញ្ចឹងពួកយើងជួបគាត់ទាំងអស់គ្នាចឹងជំរាបសួរបងអាចជួយណែនាំខ្លួនហើយក៏ដូចជាប្រាប់ពីប្រវត្តិការងារក៏ដូចជាប្រវត្តិការសិក្សារបស់បងត្រួសតិចបានទេបងចាជំរាបសួរនីតាម្ដងទៀតហើយជំរាបសួរទាំងអស់គ្នានាងខ្ញុំឈ្មោះសៀវហួងបច្ចុប្បន្នជាសហស្ថាបនិកនិងជានាយិកាប្រតិបត្តិនៃស្ថាប័ន DT Academy ខណៈពេលនេះដែរនេះខ្ញុំក៏ជា Acting President Erasmus Mundus Association នៅប្រទេសកម្ពុជា at the same time ពាក់ព័ន្ធជាមួយនឹងការងារសង្គម community support ក៏ជា advisor ទីប្រឹក្សានៃក្រសួងប្រាជ្ញានិងទូរគមនាគមន៍ពាក់ព័ន្ធជាមួយនឹង topic digital transformation ផងដែរចា៎អញ្ចឹងអរគុណច្រើនបងចំពោះការណែនាំខ្លួនតែខ្ញុំចង់សួរបងតិចតើតងជាមួយនឹងប្រវត្តិនៃការសិក្សារបស់បងដែរអញ្ចឹងណាបងអាចជួយប្រាប់ពី Bachelor Degree របស់បងតាំងពីពេល Bachelor Degree របស់បងមកអញ្ចឹងណាហើយក៏ជាមួយនឹងមហាវិទ្យាល័យដែលបងបានរៀននៅអឺរ៉ុបដែរចា៎ពាក់ព័ន្ធជាមួយនឹងប្រវត្តិនៃការសិក្សាយើងវែងឆ្ងាយតិចនឹងអញ្ចឹងសង្ខេបមកវិញគឺខ្ញុំទទួលបាន Bachelor ចំនួន3នៅក្នុងនោះមាន Bachelor 2ពីប្រទេសកម្ពុជា and then ខ្ញុំក៏បាន Bachelor មួយទៀត through exchange program ទៅប្រទេសបារាំងពាក់ព័ន្ធជាមួយនឹង Business Administration នៅ ICM Business School នៅទីក្រុង Nancy ប្រទេសបារាំងចឹងពាក់ព័ន្ធជាមួយ Master Degree វិញគឺខ្ញុំទទួលបាន Master ចំនួន4នៅក្នុងនោះដែរ Master in Corporate Management គឺទទួលបានពីសាកលវិទ្យាល័យពីប្រទេសចិននៅទីក្រុងសាង្ហៃ through Chinese Government Scholarship ហើយ Master ចំនួន3ទៀតគឺទទួលបានពីសហភាពអឺរ៉ុបតែនៅក្នុងនោះមានពីចក្រភពអង់គ្លេសពីប្រទេសអេស្ប៉ាញហើយនិងប្រទេសអាល្លឺម៉ង់ដែល overall master ទាំង3ហ្នឹងគឺស្ថិតនៅក្នុង program តែមួយនៅក្រោម different specific topics but then under one big umbrella called global markets local creativities បងអាចជួយបញ្ជាក់តិចបានថា master ដែលបងបានទទួលនៅអឺរ៉ុបហ្នឹងគឺតាមរយៈ program អីគេដែរបងmaster ដែលនៅអឺរ៉ុបហ្នឹងគឺខ្ញុំទទួលបានពី scholarship program ឈ្មោះ Erasmus Mundus Joint Master Degree ដែលឧបត្ថម្ភដោយ European Union តាមពិតអាហារូបករណ៍នេះគឺមានបើកទូលំទូលាយដើម្បីឲ្យសិស្សានុសិស្សនៅប្រទេសកម្ពុជាយើងក៏ apply បានដែរមានន័យថាមុនពេលដែលបងជ្រើសរើសរៀន program Erasmus ហ្នឹងបងនៅចិនត្រូវនៅសាង្ហៃមូលហេតុអីបានជាធ្វើឲ្យបងសម្រេចចិត្តថាបងចង់បន្ត Master Degree ចំនួន3ទៀតនៅអឺរ៉ុបបង My exchange program my first one តែខ្ញុំទទួលបាន Bachelor Degree ហ្នឹងគឺនៅប្រទេសបារាំងប៉ុន្តែពេលហ្នឹងវាជាលើកទី1ដែលចេញទៅ exchange នៅខាងក្រៅហើយទៅម្នាក់ឯងរយៈពេល1ឆ្នាំអញ្ចឹងមានអារម្មណ៍ថាអត់តន់ explore អស់អញ្ចឹងគាត់ថា okay so why not I want to go explore again the Europe country because it has so many countries there អញ្ចឹងក៏សម្រេចចិត្តថា okay យើងដាក់ scholarship ទៅរៀនបន្តទៀតដោយសារតែបងចំណាយពេលនៅមហាវិទ្យាល័យនៅអឺរ៉ុបដល់ទៅ3អញ្ចឹងណាបងអញ្ចឹងបងច្បាស់ជាបានរៀននៅចំណេះជំនាញក៏ដូចជាវាថាអភិវឌ្ឍ new perspective ដែរអញ្ចឹងបងបានយកអ្វីដែលបងបានរៀនទាំងអស់ហ្នឹងយកមក apply នៅប្រទេសកម្ពុជាមកវិញហ្នឹងមានអ្វីខ្លះបងអាចជួយប្រាប់តិចបានទេទីមួយខ្ញុំគិតថាការរៀនសូត្រនៅប្រទេសខុសៗគ្នាគឺថាការគិតរបស់យើង is more open minded ថានៅពេលដែលខ្ញុំ approach បញ្ហាណាមួយដើម្បីរកដំណោះស្រាយគឺខ្ញុំតែងតែគិតពី different ways of how this problem can be approached ទី2ខ្ញុំគិតថាអ្វីដែលខ្ញុំបានរៀនពីប្រទេសចិន I can say that I've learned the foundation បានន័យថានៅពេលដែលយើងរៀនជំនាញណាមួយជាពិសេសជំនាញបច្ចេកវិទ្យាគឺយើងតែមានគ្រឹះខ្លាំងគ្រឹះហ្នឹងគឺឧទាហរណ៍ថាយើងរៀន machine learning រៀន AI អញ្ចឹងគ្រឹះនៃវាគឺគណិតវិទ្យា foundation is our theory ប៉ុន្តែ experience នៅពេលដែលយើង expose ឬក៏យើងជជែកជាមួយគេយើងបានកំណត់ផ្សេងៗគ្នាហ្នឹងវាធ្វើឲ្យយើងបង្កើតទៅជា creativity
ដែលយើងអាចច្នៃវាទៅជានវានុវត្តន៍ការ apply technology នៅក្នុងវិស័យផ្សេងៗនឹងឯង3ហ្នឹងជាអ្វីដែលខ្ញុំបាននិយាយថាទទួលយកពីការធ្វើការនិងរៀនសូត្រនៅប្រទេសផ្សេងៗគ្នាហ្នឹងទី1គឺ open minded ទី2គឺ you have to be very committed in building a strong foundation and ទី3 after that you have to know exposure creativities and innovation after យើង build foundation នៅពេលដែលបងបានវាថាមានទាំង bachelor មានទាំង master ច្រើនមកហើយហ្នឹងហើយបងក៏សម្រេចចិត្តថាបើកនៅ DG Academy បងអាចជួយប្រាប់តិចបានថាមូលហេតុអីបានជាធ្វើឲ្យបងវាថាសម្រេចចិត្តបើកនៅ DG Academy ហ្នឹងជាមួយដៃគូអញ្ចឹងណាបងទី1ពី passion របស់ខ្លួនឯងគឺតាំងពីដើមមក I have been having a strong passion នៅក្នុង education field ពាក់ព័ន្ធជាមួយនឹង reason ធំមួយទៀតគឺដោយសារបទពិសោធន៍នៅក្នុងការធ្វើការទាំងក្រៅប្រទេសនិងក្នុងប្រទេសគឺបានធ្វើឲ្យខ្ញុំមើលឃើញថាយើងរត់តែពឹងផ្អែកទៅលើចំណេះដឹងឬក៏ទៅថាយើង depend លើ expert ពីក្រៅប្រទេសច្រើនក៏ខ្ញុំចាប់ផ្ដើមមានគំនិតថាចុះបើយើងធ្វើឲ្យធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងក៏អាចរៀនសូត្របានដើម្បីពង្រឹងនៅចំណេះដឹងរបស់ពួកគាត់មិនថានៅក្នុងវិស័យបច្ចេកវិទ្យាឬក៏វិស័យផ្សេងៗដើម្បីឲ្យ capacity building របស់ពួកគាត់នឹងអាចរីកចម្រើននិងអាចពង្រីកសក្តានុពលរបស់គាត់នឹងដោយមិនត្រឹមតែធ្វើការនៅក្នុងប្រទេសកម្ពុជាទេប៉ុន្តែគឺអាចឈានទៅដល់ regional ឬក៏ global ដែលបានថាពង្រីកនៅទីផ្សាររបស់គាត់ឲ្យធំជាងមុនដូចជា Academy គឺយើង focus ទៅលើការសិក្សាពីជំនាញបច្ចេកវិទ្យាហើយនៅក្នុងនោះគឺយើង focus ទៅលើ program ពីរធំទី1គឺទៅលើ professional ដែលពួកគាត់ជាអ្នកធ្វើការនៅក្នុងសហគ្រាសនៅក្នុងស្ថាប័នផ្សេងៗរួចទៅហើយគាត់ត្រូវការ up skill ឬក៏ reskill ចំណេះដឹងជំនាញ digital របស់ពួកគាត់ដើម្បីប្រើប្រាស់នៅក្នុងការធ្វើការប្រចាំថ្ងៃដើម្បី increase productivity ហើយនឹងតាមទាន់នៅបច្ចេកវិទ្យាផ្សេងៗចំណែកទី2គឺយើង focus ទៅលើ university students ដែលគាត់កំពុងតែស្វែងរកការងារធ្វើឬក៏ចង់ specialize technology skill របស់គាត់ឲ្យច្បាស់លាស់នៅក្នុង field subject ណាមួយជាឧទាហរណ៍ថាគឺយើងពង្រឹងទៅលើ machine learning engineer data engineer ដែលនៅ university ពួកគាត់រៀន computer science តែខ្ញុំអាចសុំដឹងថាមុនពេលដែលបងបើក academy ហ្នឹងតើបងមានការងាររបស់បងឬក៏ career របស់បងហ្នឹងគឺស្ថិតនៅក្នុងវិស័យគេដែរបងមុននឹងខ្ញុំបើកគ្រឹះស្ថានសិក្សាគឺខ្ញុំជា country head of operation នៅ Food Panda អញ្ចឹងគឺខ្ញុំនៅស្ថិតនៅក្នុងវិស័យបច្ចេកវិទ្យាប៉ុន្តែ delivery technology ចាអញ្ចឹងមានន័យថា passion របស់បងហ្នឹងគឺស្ថិតនៅក្នុងបច្ចេកវិទ្យាហ្នឹងគឺតាំងពីដើមមកហើយត្រូវទេបងក្រៅពីការងារទី1ដែលខ្ញុំធ្វើការនៅក្នុង corporate banking ពាក់ព័ន្ធជាមួយនឹងឥណទានក្នុងធនាគារធំមួយនៅប្រទេសកម្ពុជាក្រៅពីហ្នឹងគឺទាំងការងារដែលខ្ញុំធ្វើនៅប្រទេសចិននៅអឺរ៉ុបហើយនឹងបកមកធ្វើនៅប្រទេសកម្ពុជាវិញនៅពេលដែលត្រឡប់មកវិញហ្នឹងគឺស្ថិតនៅក្នុងបច្ចេកវិទ្យាទាំងអស់គ្រាន់តែថានៅក្នុងបច្ចេកវិទ្យាផ្សេងៗគ្នាដែលយើងប្រើប្រាស់នៅក្នុងការធ្វើឲ្យជីវភាពឬក៏គេហៅថា consumer behavior more convenience ជាងមុនអញ្ចឹងវានៅក្នុង e-commerce anti counterfeiting technology delivery technology fintech financial technology so it's all different kind of innovations នៅវានុវត្តដែលយើងប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការសម្រួលការប្រើប្រាស់របស់អតិថិជនអញ្ចឹងដោយសារតែបងជា acting president ផ្ទាល់នៅ Erasmus Alumni Association ហ្នឹងហើយបងក៏ជាវាថានាយកប្រតិបត្តិនៅ DG Academy ដូចគ្នាដែរសូមជាដំបូងមានបងខ្លីៗទៅកាន់ក្មេងៗចំនួនក្រោយដែលគាត់ចង់ប្រឡូកនៅក្នុងវិស័យ tech ឬក៏វិស័យអប់រំហ្នឹងចាបងមានជា advice អីដែរទៅកាន់ពួកគាត់ដែរបងទី1ទៅអ្នកដែលគាត់ចង់ apply scholarship នេះខ្ញុំគិតថាកុំគិតច្រើនពេកបើសិនជាយើងចង់ explore ការរៀនសូត្របណ្ដុះបណ្ដាលចំណេះដឹងយើងគួរតែចាប់ផ្ដើម search មើល information ដែលពាក់ព័ន្ធជាមួយនឹង scholarship program scholarship នេះគឺ provide very good benefits គឺទាំងអស់គ្នាគឺបើសិនជាជាប់អត់ចាំបាច់ត្រូវចំណាយអ្វីទាំងអស់ហើយមានទាំងប្រាក់ខែទៀតអ្នកដែលគាត់ចង់រៀនបច្ចេកវិទ្យាខ្ញុំគិតថាបើសិនជាពួកគាត់ជាសិស្សក៏ដោយ technology is a lifelong learning things មានថា because it keep
updating ប៉ុន្តែក៏មានជំនាញមួយចំនួនដែលពិតជាអត់ related មែនប៉ុន្តែ it doesn't mean that you cannot do it so a lot of this is actually earnable through your hard work and commitment ជាងឲ្យតែគាត់ចង់រៀនហើយខ្ញុំ encourage everybody ថាការយើងរស់នៅក៏ដោយការយើងរៀនសូត្រក៏ដោយការយើងធ្វើការក៏ដោយគឺវាបានផ្លាស់ប្ដូរខ្លាំងមែនតើអញ្ចឹងបើសិនជាយើងអត់ open ខ្លួនឯងឲ្យទៅចាប់យកជំនាញថ្មីទេគឺនៅថ្ងៃណាមួយគឺយើងនឹងអាចដើរក្រោយគេអញ្ចឹងវានឹងជួយយើងនៅក្នុងការប្រតិបត្តិការងាររបស់យើងឬក៏ក្នុងការរកការងារធ្វើជាថ្មីបន្តិចសូមអរគុណបងហើយក៏អរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់យើងបានស្ដាប់ហើយថាបងស៊ីហួងគាត់បានចែករំលែកនៅបទពិសោធន៍ក៏ដូចជាចំណេះរបស់គាត់ពីប្រវត្តិនៃការសិក្សាប្រវត្តិនៃការងាររបស់គាត់មកយ៉ាងច្រើនមែនតើចាហើយខ្ញុំគិតថាវាពិតជាមានសារៈសំខាន់សម្រាប់អ្នកដែលគាត់ចង់បន្តការសិក្សានៅសហភាពអឺរ៉ុបក៏ដូចជាអ្នកដែលគាត់ចង់ប្រឡូកនៅក្នុងវិស័យបច្ចេកវិទ្យាដូចគ្នាដែរអញ្ចឹងកុំភ្លេចតាមដាននៅវីដេអូបន្តទៀតព័ត៌មានជាអត្ថបទនិងព័ត៌មានជាវីដេអូនៅក្នុង page Gary Post ទាំងអស់ចាអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយ